ជោសែនជ័យដែលទទួលជ័យជំនះទៅលើព្រឹទ្ធាចារ្យមហាតេជោសែនជ័យចាតែមួយផ្លែទេសម្រាប់ទូគូបន្តបានមកជិតចាប់យោងកងភ័ណ្ឌទី2ទៀតទៅហើយគូទី94នាគសមុទ្រសែនជ័យចានាគសមុទ្រមកលេងជាមួយនឹងទឹកសាបហើយនាគសមុទ្របាទនាគសមុទ្រសែនជ័យរបស់ឯកឧត្តមជាវតាយមកពីខាងកពតខាងខេត្តចាខេត្តកពតជាមួយនឹងគិរីវង្សសុកសែនជ័យគិរីវង្សសុកសែនជ័យមកពីខាងស្រុកគិរីវង្សរបស់ឯកឧត្តមចាសុកសុកានឃើញថាព្រាបនេះមើលទៅគឺប្រហែលគ្នាមែនទែនតែម្ដងហើយមានដូចគ្នាផ្លូវទៅជាមួយគ្នាទៀតកពតតកែវបាទផ្លូវជាតិលេខ3ទៅជាមួយគ្នាមកជាមួយគ្នាលបឿនដូចគ្នាទៀតបាទខ្សែទឹកខាងក្នុងផ្ទៃមេឃខេត្តកពតយ៉ាងម៉េចទៅហើយនាគសមុទ្រចំណែកឯគិរីវង្សសុកសែនជ័យតកែវបាទប៉ិននេះល្អណាស់ជួយពិនិត្យតាមដានតគ្នាយ៉ាងណាទៅហើយខាងក្នុងកំពុងប្រកាសលបឿនហើយតួអត់បាទប៉ិនគ្នាបាទទូគូទី85អធិរាជស្ដេចកនតេជោសែនជ័យរបស់លោកអញ្ញាអ៊ុនសៀបានបដូរទៅនៅខ្សែទឹកខាងក្រៅវិញម្ដងនាគសមុទ្រសែនជ័យរបស់ឯកឧត្តមជាវតាយដែលមកពីខេត្តកពតបដូរមកនៅខ្សែទឹកវិញក្នុងវិញម្ដងហើយក៏កំពុងតែនាំមុខផងដែរកាលពីជើងទី1ក៏ឈ្នះជើងទី2ហាក់ដូចជាមានសន្ទុះចាខ្លាំងខ្លាអាចនិយាយបានថាទទួលបានជ័យជំនះជាបន្តទៀតសម្រាប់ជើងទី2បាទថ្ងៃនេះនាគសមុទ្រហាក់ដូចជាមានកម្លាំងយកតែមែនទែនបាទជើងទី1ក៏ទទួលជ័យជំនះហើយឥឡូវជើងទី2ក៏កំពុងតែត្រៀមលក្ខណៈដើម្បីជូនទៅស្គរជ័យទូងជូនគាត់ហើយឈ្នះដាច់តែ